ហេតុអ្វីកោះតៃវ៉ាន់សំខាន់ខ្លាំងម្ល៉េះសម្រាប់ពិភពលោករហូតសហរដ្ឋអាមេរិកចេញមុខប្រឆាំងផែនការឈ្លានពានរបស់មហាយៈចិនទោះក្នុងតម្លៃណាក៏ដោយតៃវ៉ាន់គ្រាន់តែជាកោះតូចមួយដែលមានប្រជាជនសរុបត្រឹមតែ24លាននាក់ប៉ុណ្ណោះប៉ុន្តែហេតុអ្វីកោះនេះមានសារៈសំខាន់ខ្លាំងសម្រាប់ពិភពលោកទាំងមូលរហូតដល់សហរដ្ឋអាមេរិកហ៊ានប្រកាសចេញមុខការពារប្រឆាំងផែនការឈ្លានពានរបស់មហាយៈចិនមកលើកោះនេះទោះក្នុងតម្លៃណាក៏ដោយចម្លើយយ៉ាងខ្លីគឺថាកោះតៃវ៉ាន់គឺជាបេះដូងនៃសេដ្ឋកិច្ចពិភពលោករួមទាំងសហរដ្ឋអាមេរិកផងដែរជាការពិតណាស់ត្បិតជាកោះតូចមួយនៅឯឆ្នេរសមុទ្រនៃប្រទេសចិនកោះតៃវ៉ាន់មានសារៈសំខាន់ឬតម្លៃធំជាងខ្លួនវាឆ្ងាយដែលអ្នកនឹកស្មានមិនដល់នៅក្នុងពិភពលោកបច្ចុប្បន្នកោះតៃវ៉ាន់ដែលប្រកាសខ្លួនថាជារដ្ឋឯករាជ្យកាន់របបប្រជាធិបតេយ្យបានក្លាយជាដំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងសរសៃឈាមសេដ្ឋកិច្ចពិភពលោកនិងតុល្យភាពនៃអំណាចក្នុងតំបន់អាស៊ីដែលស្ថិតក្រោមការហ៊ុមព័ទ្ធដោយឥទ្ធិពលរបស់មហាយៈចិនចំណុចសំខាន់ជាងគេបំផុតរបស់កោះតៃវ៉ាន់សម្រាប់ពិភពលោកនោះគឺបន្ទះឈីបជឿនលឿនមានទំហំតូចៗសម្រាប់បំពាក់លើអ្វីសពបែបយ៉ាងរាប់ចាប់ពីទូរស័ព្ទ smartphone និងរថយន្តអគ្គិសនីរហូតដល់យន្តហោះចម្បាំងនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឲ្យដឹងថារហូតដល់ទៅជាង 90% នៃបន្ទះឈីបជឿនលឿនរបស់ពិភពលោកត្រូវបានផលិតដោយក្រុមហ៊ុនយក្សតៃវ៉ាន់មានឈ្មោះថា Taiwan Semiconductor Manufacturing Company ហៅកាត់ថា TSMC ដោយសារតែ TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតក្នុងពិភពលោកទើបធ្វើឲ្យកោះតៃវ៉ាន់ក្លាយជាមូលដ្ឋានដ៏រឹងមាំដែលមិនអាចជំនួសបានក្នុងវិស័យបច្ចេកវិទ្យាទំនើបប្រសិនបើគ្មានកោះតៃវ៉ាន់ខ្សែសង្វាក់ផលិតកម្មទូទាំងពិភពលោកនិងសូម្បីតែប្រព័ន្ធសន្តិសុខជាតិនៃប្រទេសនានានឹងត្រូវជាប់គាំងក្រុមហ៊ុនយក្សតៃវ៉ាន់ TSMC ក៏ផ្គត់ផ្គង់បន្ទះឈីបដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន NVIDIA ជាដើមផងដែរក្រសួងការពារជាតិអាមេរិកបានគូបញ្ជាក់ម្ដងហើយម្ដងទៀតថាសន្តិសុខរបស់កោះតៃវ៉ាន់គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពក្នុងតំបន់និងភាពធន់នៃខ្សែសង្វាក់ផលិតកម្មរបស់ពិភពលោកទាំងមូលនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ភាពលេចធ្លោខាងបច្ចេកវិទ្យានេះធ្វើឲ្យកោះតៃវ៉ាន់មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មប៉ុណ្ណោះទេក៏ប៉ុន្តែក៏ជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់សម្រាប់អាមេរិកនិងបណ្ដាសម្ព័ន្ធមិត្តផងដែរបណ្ដាក្រុមហ៊ុនយក្សអាមេរិកដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន NVIDIA និងក្រុមហ៊ុន AMD ជាដើមពឹងផ្អែកលើក្រុមហ៊ុនយក្ស TSMC សម្រាប់ការចរចានិងបន្ទះឈីបដែលជួយជំរុញសេដ្ឋកិច្ច Digital របស់ខ្លួនឬអាចនិយាយបានថារោងចក្រនានានៅកោះតៃវ៉ាន់គឺជាបេះដូងនៃនវានុវត្តន៍របស់ពិភពលោកទាំងមូលក៏ប៉ុន្តែសារៈសំខាន់របស់កោះតៃវ៉ាន់មានលើសពីបច្ចេកវិទ្យាជារដ្ឋប្រជាធិបតេយ្យដ៏រស់រវើកនិងសម្បូរសប្បាយបំផុតនៅអាស៊ីវាតំណាងឲ្យគុណតម្លៃនៃសេរីភាពនិងការបដិញ្ញាចិត្តដ៏មោះមុតនៅក្នុងតំបន់អាស៊ីដែលត្រូវហ៊ុមព័ទ្ធកាន់តែច្រើនឡើងដោយឥទ្ធិពលនៃអំណាចផ្ដាច់ការរបស់មហាយៈចិនសម្រាប់សហរដ្ឋអាមេរិកការការពារកោះតៃវ៉ាន់មិនត្រឹមតែជាការការពារខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏ជាការការពារលទ្ធិប្រជាធិបតេយ្យផងដែរទោះជាយ៉ាងណារដ្ឋាភិបាលក្រុងប៉េកាំងតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយមិនធ្លាប់បានច្រានចោលលទ្ធភាពដែលខ្លួនអាចនឹងប្រើកម្លាំងយោធាដើម្បីវាយដណ្ដើមកាន់កាប់កោះនេះមកវិញនោះដែរវាជាការឆ្លើយតបសហរដ្ឋអាមេរិកបានបង្ហាញចំហច្បាស់រួចមកហើយថាខ្លួនមិនគាំទ្រឯករាជ្យភាពផ្លូវការរបស់កោះតៃវ៉ាន់នោះទេក៏ប៉ុន្តែខ្លួនប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងប្រើកម្លាំងយោធាណាមួយដើម្បីឈ្លានពាននិងដណ្ដើមកាន់កាប់កោះតៃវ៉ាន់តាមរយៈការលួចសព្វាវុធការរារាំងជាយុទ្ធសាស្ត្រនិងភាពជាដៃគូសហការជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដូចជាប្រទេសជប៉ុនកូរ៉េខាងត្បូងនិងអូស្ត្រាលីជាដើមរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្យាយាមផ្ដល់ការធានាថាការប៉ុនប៉ងឈ្លានពានណាមួយទៅលើកោះតៃវ៉ាន់នឹងត្រូវសងដោយតម្លៃមិនអាចគណនាបានសរុបដោយខ្លីគឺថាកោះតៃវ៉ាន់គឺជាក្បាលម៉ាស៊ីនបច្ចេកវិទ្យារបស់ពិភពលោកនិងជានិមិត្តរូបតំណាងឲ្យភាពធន់
ដ៏រឹងមាំនៃលទ្ធិប្រជាធិបតេយ្យដូចនេះហើយសវត្ថិភាពនិងវិបុលភាពរបស់កោះតៃវ៉ាន់មានសារៈសំខាន់ខ្លាំងមិនត្រឹមតែសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែក៏មានសារៈសំខាន់ខ្លាំងចំពោះស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោកនិងគុណតម្លៃនៃពិភពលោកដែលពោរពេញទៅដោយសេរីភាពផងដែរហើយស្របពេលដែលភាពតានតឹងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ការពិតមួយដែលនៅតែច្បាស់លាស់មិនអាចប្រកែកបានគឺថាការការពារកោះតៃវ៉ាន់គឺមានន័យថាជាការការពារពិភពលោកសម័យទំនើបហេតុអ្វីបានជាប្រទេសចិននិងកោះតៃវ៉ាន់បែកបាក់ជាការពិតណាស់តៃវ៉ាន់ជាដែនកោះមួយមានផ្ទៃដីទំហំប្រមាណ 361,197 គីឡូម៉ែត្រការ៉េនិងហ៊ុំព័ទ្ធដោយសមុទ្រចិនខាងត្បូងនិងមានចម្ងាយ 2,103 គីឡូម៉ែត្រពីចិនដីគោករដ្ឋាភិបាលកោះមួយនេះធ្លាប់ទទួលបានឯករាជ្យតាំងពីឆ្នាំ 1950 មកម្ល៉េះប៉ុន្តែប្រទេសចិនចាត់ទុកដែនកោះមួយនេះគ្រាន់តែជាអាណាចក្រខេត្តរបស់ខ្លួនតែប៉ុណ្ណោះដោយគិតថាវាជាតំបន់ឧទាមមួយដែលត្រូវតែបង្រួមជាមួយចិនដីគោកក្នុងថ្ងៃណាមួយកោះតៃវ៉ាន់គឺជារដ្ឋមួយដែលមានទឹកដីមានប្រជាជនរដ្ឋាភិបាលរូបិយប័ណ្ណព្រមទាំងមានកងទ័ពសម្រាប់ការពារទឹកដីនិងសន្តិសុខជាតិផងដែរក៏ប៉ុន្តែរដ្ឋាភិបាលដែនកោះមួយនេះមិនមែនជារដ្ឋឯករាជ្យពេញច្បាប់នោះទេប្រវត្តិនៃការកកាត់កោះតៃវ៉ាន់នៅឆ្នាំ 1949 ក្រោយពេលរដ្ឋាភិបាលចិនដឹកនាំដោយលោកឈៀងកៃជៀដែលមានការគាំទ្រពីសហរដ្ឋអាមេរិកបានចាញ់សង្គ្រាមស៊ីវិលបរាជ័យក្រោមបកកុម្មុយនីសចិនដែលដឹកនាំដោយលោកម៉ៅសេទុងរដ្ឋាភិបាលលោកឈៀងកៃជៀឬរដ្ឋាភិបាលបកប្រជាជនជាតិនិយមដែលតែងតែត្រូវបានគេហៅថាគូមីនតាំងបានរត់ភៀសខ្លួនមកបង្កើតរដ្ឋាភិបាលនៅលើកោះតៃវ៉ាន់ក្នុងឆ្នាំ 1949 ក្នុងឆ្នាំ 1949 សង្គ្រាមស៊ីវិលចិនគឺបានបញ្ចប់ដោយបកកុម្មុយនីសចិនបានឈ្នះសង្គ្រាមស៊ីវិលទប់នឹងកងទ័ពរដ្ឋាភិបាលជាស្ដែងអំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ 1945 ប្រទេសចិនត្រូវបានបែងចែកចេញជា3គឺកងទ័ពរដ្ឋាភិបាលចិននៃក្រុមអ្នកជាតិនិយមគូមីនតាំងដឹកនាំដោយលោកឈៀងកៃជៀនិងកងទ័ពបកកុម្មុយនីសចិនដឹកនាំដោយលោកម៉ៅសេទុងនិងតំបន់គ្រប់គ្រងដោយកងទ័ពជប៉ុនដែលបានដាក់អាណានិគមលើប្រទេសចិននាសម័យនោះអំឡុងឆ្នាំនៃការផ្ទុះឡើងនៅសង្គ្រាមស៊ីវិលចិនគឺជាឆ្នាំនៃការចាញ់សង្គ្រាមរបស់អាណាចក្រជប៉ុនក្នុងសង្គ្រាមលោកលើកទី2ដោយពេលនោះកងទ័ពជប៉ុនបានសុំចុះចាញ់និងចាកចេញពីប្រទេសចិនក្នុងថ្ងៃទី 14 ខែសីហាឆ្នាំ 1945 ក្រោយជប៉ុនបានចេញពីប្រទេសចិនសង្គ្រាមស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលនិងបកកុម្មុយនីសចិនចាប់ផ្ដើមកម្ដៅដោយពេលនោះកងទ័ពរដ្ឋាភិបាលតែងតែយកឈ្នះនិងបានគ្រប់គ្រងតំបន់មួយចំនួនដែលបកកុម្មុយនីសចិនធ្លាប់បានគ្រប់គ្រងប៉ុន្តែជ័យជំនះទាំងនោះមិនស្ថិតស្ថេរឡើយបកគូមីនតាំងបានស្ថាបនាឡើងនៅឆ្នាំ 1912 បន្ទាប់ពីបដិវត្តរាជានិយមក្នុងប្រទេសចិនឆ្នាំ 1911 ដោយពេលនោះអ្នកដឹកនាំបកប្រជាជនជាតិនិយមគូមីនតាំងមានឈ្មោះថាស៊ុនយ៉ាសេនប្រធានាធិបតីប្រជាធិបតេយ្យដែលទើបតែជាប់ឆ្នោតថ្មីក្រោយពីធ្វើបដិវត្តទម្លាក់អាណាចក្រឈិងមានទស្សនវិស័យសំខាន់ៗ3ដើម្បីអភិវឌ្ឍធ្វើទំនើបកម្មក្នុងប្រទេសចិនទាំងវិស័យនយោបាយនិងវិស័យសេដ្ឋកិច្ចដោយក្នុងទស្សនវិស័យនោះរួមមានជាតិនិយមប្រជាធិបតេយ្យសេរីនិយមនិងសង្គមនិយមប៉ុន្តែជាអកុសលលោកប្រធានាធិបតីស៊ុនយ៉ាសេនកាន់អំណាចបណ្ដាលមួយឆ្នាំផងលោកក៏ត្រូវបានបណ្តេញចេញពីតំណែងដោយពេលនោះក្នុងប្រទេសមានស្ថានភាពវឹកវរដោយមានការចម្រុងចម្រាស់ជាមួយបកប្រឆាំងនិងក្នុងជួររដ្ឋាភិបាលរបស់លោកផងក្នុងរបបលោកឈៀងកៃជៀប្រធានាធិបតីថ្មីប្រទេសចិនហាក់ដូចជាគ្មានការផ្លាស់ប្ដូរអ្វីច្រើនខុសពីសម័យអាណាចក្រឈិងនោះទេដោយពេលនោះស្ថានភាពគោលនយោបាយធ្លាក់ចុះកំណើនការងារគ្មានការរីកចម្រើនប្រជាជនជាច្រើននៅតែប្រឈមមុខនឹងភាពគ្មានការងារធ្វើវិស័យនយោបាយមិនមានភាពល្អប្រសើរចំណែកឯវិស័យសេដ្ឋកិច្ចក៏អន់ថយទៀតរីឯវិស័យកសិកម្មក្នុងស្រុកវិញប្រទេសចិននាសម័យនោះផលិតបានតែ 65% ប៉ុណ្ណោះក្នុងឆ្នាំ 1930 ប្រទេសចិនចំណាយថវិកាជាតិសម្រាប់វិស័យយោធាមានទំហំទឹកប្រាក់ពី 60 ទៅ 80% ដែលទឹកប្រាក់ទាំងនោះបានមកពីការខ្ចីបុលពីបរទេសសិទ្ធិសេរីភាពក្នុងប្រទេសចិនគ្មានទេសម្រាប់អ្នកក្រីក្រប្រជាជននៅជនបទគ្មានដីស្រែធ្វើដំណាំបង្ការត្រូវជួលដីពីសំណាក់អ្នកមានលុយមានអំណាចដែលមានដីស្រែច្រើនសម្រាប់ជួលនិងចាំទទួលយកផលស្រូវឬក៏ជាលុយដែលប្រជាកសិករទាំងនោះធ្វើបានបើទោះបីជាឆ្នាំខ្លះអាកាសធាតុមិនអំណោយផលក៏អ្នកក្រទាំងនោះមិនដែលទទួលបានការយោគយល់ពីម្ចាស់ដីទាំងនោះដែរសម្រាប់លោកឈៀងកៃជៀដើម្បីរក្សាអំណាចរបស់លោកគង់វង្សលោកមិនខ្វល់ពីអំណាចទាំងនោះឡើយដូច្នេះបានធ្វើឲ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋចិន
សម្រាប់ប្រជាធិបតេយ្យនិយមលែងមានទៀតហើយពីព្រោះមេដឹកនាំរបស់ពួកគេជាច្រើនចំនួនមកហើយតាំងពីបដិវត្តផ្ដួលរបបរាជានិយមមកមិនអាចកែប្រែវាសនារបស់ប្រទេសជាតិបានដោយអ្វីដែលពួកគេបានឃោសនានោះទេដូច្នេះហើយស្របពេលដែលកងទ័ពរដ្ឋាភិបាលបណ្ដេញពួកកុម្មុយនីសឲ្យចេញពីទីក្រុងនៃជនបទឆ្នាំ1930ពួកគេបានព្យាយាមប្រមូលសមាជិកបន្ថែមដោយពេលនោះមានប្រជាជនជាច្រើននាំគ្នាចូលរួមជាមួយបកកុម្មុយនីសចិនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលគូមីនតាំងដោយសារពួកគេសង្ឃឹមថាមានតែរបបសង្គមនិយមទេដែលអាចកែប្រែវាសនារបស់ប្រទេសចិននិងប្រជាពលរដ្ឋក្រីក្ររបស់ចិនបានក្នុងឆ្នាំ1933ឈៀងកៃជាបានប្រើប្រាស់កម្លាំងដើម្បីវាយបំបាក់ក្រុមកុម្មុយនីសដែលបានផ្លាស់មកបោះមូលដ្ឋាននៅទីតាំងថ្មីរបស់ខ្លួនដោយនាពេលនោះលោកម៉ៅស៊ីតុងដែលទើបតែជាប់ឆ្នោតជាប្រធានបកថ្មីបានបដូរពីស្នាក់ការកណ្ដាលបកកុម្មុយនីសចិនពីកន្លែងមួយទៅកន្លែងមួយទៀតជាញឹកញាប់ដើម្បីរត់គេចពីការវាយប្រហារពីសំណាក់កងទ័ពរបស់បកគូមីនតាំងសកម្មភាពរបស់កងទ័ពបកគូមីនតាំងវាយប្រហារទៅលើកុម្មុយនីសយ៉ាងខ្លាំងជាងការដែលជាការវាយកងទ័ពជប៉ុនដែលមកឈ្លានពានប្រទេសចិនទៀតផងទើបធ្វើឲ្យទំនុកចិត្តរបស់ប្រជាជនចិនកាន់តែបាត់បង់កាន់ខ្លាំងទៅហើយដូចនេះទើបបណ្ដាលឲ្យកំណើនអ្នកចូលរួមជាមួយបកកុម្មុយនីសកើនឡើងជាលំដាប់ចំណែកកងទ័ពបកគូមីនតាំងកាន់តែធ្លាក់ខ្សោយទៅបើទោះបីជាពួកគេទទួលបានជំនួយពីសហរដ្ឋអាមេរិកយ៉ាងសន្ធឹកសន្ធាប់ក៏ដោយក៏ព្រោះតែក្នុងជួរកងទ័ពរបស់បកគូមីនតាំងសម្បូរទៅដោយបុគ្គលពុករលួយទិន្នន័យចំនួនកងទ័ពតិចជាងចំនួនពិតចិត្តពាក់កណ្ដាលនិងមន្ត្រីទ័ពថ្នាក់លើតែងតែកឹបកេងស៊ីលើកងទ័ពដែលមានឋានៈក្រោមក្នុងឆ្នាំ1945សង្គ្រាមរវាងបកប្រជាជនចិននិងបកកុម្មុយនីសចិនបានចាប់ផ្ដើមរហូតខែមករាឆ្នាំ1949បកកុម្មុយនីសចិនទទួលបានជ័យជំនះលើកងទ័ពរដ្ឋាភិបាលកងទ័ពរបស់ម៉ៅស៊ីតុងបានចូលមកដល់ទីក្រុងប៉េកាំងហើយរូបថតរបស់លោកឈៀងកៃជាដែលគេព្យួរលើខ្លោងទ្វារទីក្រុងត្រូវបានជំនួសមកវិញដោយរូបលោកម៉ៅស៊ីតុងវិញដូច្នេះហើយក្រោយពេលអស់កន្លែងឈរជើងនៅលើចិនដីគោករាជរដ្ឋាភិបាលគូមីនតាំងនាំគ្នារត់ទៅមកបង្កើតរដ្ឋាភិបាលថ្មីនៅលើដែនកោះតៃវ៉ាន់ក្នុងនាមជាសាធារណរដ្ឋចិនដោយបើទោះជាបីសាធារណរដ្ឋចិនបានបាត់បង់អំណាចទាំងស្រុងនៅលើដែនដីគោកក៏ដោយតែរដ្ឋាភិបាលលោកឈៀងកៃជានៅតែបន្តមានតំណែងក្នុងសមាជិកអង្គការសហប្រជាជាតិដដែលទោះជារដ្ឋាភិបាលសាធារណរដ្ឋចិនបានមកបន្តជីវិតនៅលើកោះតៃវ៉ាន់ក៏ដោយក៏ពួកគេមិនអាចឈប់គិតថាពួកគេជារដ្ឋាភិបាលពិតតែមួយគត់របស់ប្រទេសចិនទាំងមូលដែរចំណែកឯអង្គការសហប្រជាជាតិវិញនៅតែបន្តឲ្យសាធារណរដ្ឋចិនពលគឺបកគូមីនតាំងនៃកោះតៃវ៉ាន់នៅបន្តក្នុងអង្គការសហប្រជាជាតិពីព្រោះក្នុងគោលបំណងរារាំងឥទ្ធិពលរបស់កុម្មុយនីសក្នុងក្រុមប្រឹក្សាសន្តិសុខក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ1971សាធារណរដ្ឋប្រជាមានិតចិនទទួលបានសម្លេងគ្រប់គ្រាន់ជាប់ជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិតំណាងឲ្យប្រទេសចិនទាំងមូលជំនួសឲ្យសាធារណរដ្ឋចិនគឺបកគូមីនតាំងសម្រាប់សហរដ្ឋអាមេរិកវិញដើម្បីការពារតៃវ៉ាន់អាមេរិកបានបដិសេធនឹងសេចក្តីសម្រេចឲ្យសាធារណរដ្ឋប្រជាមានិតចិនចូលជាសមាជិកតំណាងឲ្យប្រទេសចិនទាំងមូលជំនួសឲ្យសាធារណរដ្ឋចិនដោយអាមេរិកចង់ឲ្យតៃវ៉ាន់ដាច់ចេញពីចិនគឺក្នុងន័យថាចិនដីគោកជាប្រទេសមួយផ្សេងឯតៃវ៉ាន់ជាប្រទេសឯករាជ្យមួយផ្សេងទៀតប៉ុន្តែសំណើរបស់អាមេរិកត្រូវបានបរាជ័យជាបន្តបន្ទាប់ចំណែកឯតៃវ៉ាន់ធ្លាប់ដាក់សំណើទៅកាន់អង្គការសហប្រជាជាតិដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិដោយប្រទេសផ្សេងទៀតនៅលើពិភពលោកដែរក៏ប៉ុន្តែសំណើរបស់តៃវ៉ាន់ត្រូវបានបដិសេធដោយមូលហេតុប្រទេសជាសមាជិកអង្គការសហប្រជាជាតិភាគច្រើនទទួលស្គាល់ដោយគោលនយោបាយចិនតែមួយគឺ One China Policy ដោយសូម្បីតែសហរដ្ឋអាមេរិកដែលប្រទេសស្និទ្ធនឹងតែងតែជួយជ្រោមជ្រែងតៃវ៉ាន់បំផុតក៏យល់ព្រមទទួលស្គាល់ច្បាប់នេះដែរតើកត្តាអ្វីខ្លះឲ្យប្រទេសចិននិងតៃវ៉ាន់បន្ថែមកម្ដៅមិនចេះឈប់ឈរបែបនេះភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់គឺជាបញ្ហាមួយដែលបានអូសបន្លាយជាង70ឆ្នាំមកហើយដោយវាគឺជាសង្គ្រាមបដិវត្តរវាងបកកុម្មុយនីសចិនដែលដឹកនាំដោយលោកម៉ៅស៊ីតុងនិងសាធារណរដ្ឋចិនរបស់លោកឈៀងកៃជាតាំងពីមុនឆ្នាំ1949គឺមុនការបរាជ័យរបស់ក្រុមដែលបានរត់គេចខ្លួនទៅបោះទីតាំងនៅកោះតៃវ៉ាន់សម្រាប់កោះតៃវ៉ាន់គឺជាកោះមួយដែលស្ថិតនៅជិតបំផុតនៅជិតដីចិនដីគោកដែលមានចម្ងាយត្រឹមតែប្រមាណ130គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះតៃវ៉ាន់គឺជាកោះមួយដែលមានទីតាំងស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិនបើគិតត្រឹមឆ្នាំ2022នេះកោះមួយនេះមានប្រជាជនជាង23លាន 23.57 លាននាក់និងមានរបបនយោបាយដឹកនាំប្រទេសច្បាស់លាស់ហើយថែមទាំងប្រកាសថាខ្លួនជាប្រទេសឯករាជ្យទៀតផងដោយទោះបីជាមកដល់បច្ចុប្បន្ននេះតៃវ៉ាន់ត្រូវបានគណៈបកគូមីនតាំងដែលជាគណៈបកកណ្ដាលអំណាចនៅកោះនេះ
អះអាងថាវាជារដ្ឋស្របច្បាប់របស់ចិនទាំងមូលក៏ដោយក៏ដែនកោះនេះដែលមានផ្ទៃក្រឡាត្រឹមតែជាង36គីឡូម៉ែត្រការ៉េនេះគ្រាន់តែជាខេត្តមួយរបស់មហាយៈចិនតែប៉ុណ្ណោះនេះបើតាមរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋប្រជាមានិតចិននេះបើសិនជាយើងនិយាយតាមច្បាប់របស់ប្រទេសជាទូទៅយើងអាចនិយាយបានថាជាការផ្ដាច់ទឹកដីដើម្បីបង្កើតឯករាជ្យផ្សេងទៀតគឺតែងតែជាបញ្ហាដ៏សម្បាកសម្រាប់គ្រប់ប្រទេសទាំងអស់មិនថាតែប្រទេសចិននោះទេប៉ុន្តែនៅក្នុងករណីតៃវ៉ាន់ដែលជាដែនដីមួយដែលបានប្រកាសផ្ដាច់ចេញពីចិនអស់រយៈពេលជាង70ឆ្នាំមកហើយនោះតែនៅតែមិនទាន់ទទួលបានឯកភាពពីចិននៅឡើយទេគឺដោយសារតែបញ្ហាមួយចំនួនបើយើងនិយាយឲ្យចំនោះគឺតៃវ៉ាន់មានសារៈសំខាន់បំផុតសម្រាប់ប្រទេសចិនទាំងខាងចំណងសេដ្ឋកិច្ចនិងខាងផ្នែកភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នជាក់ស្ដែងនាពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះយើងសង្កេតឃើញមានភាពតានតឹងជាងមុនបានកើតឡើងគួរឲ្យកត់សម្គាល់រវាងចិនដីគោកនិងកោះតៃវ៉ាន់ដែលធ្វើឲ្យប្រទេសមួយចំនួននៅក្បែរខាងក៏ដូចជានៅតំបន់មានការព្រួយបារម្ភខ្លាចមានការរាលដាលទៅជាការប្រជុំមុខដាក់គ្នាខាងនយោបាយរវាងមហាអំណាចទាំងពីរគឺប្រទេសចិនដែលជាអ្នកជំទាស់មិនឲ្យកោះតៃវ៉ាន់ប្រកាសជារដ្ឋឯករាជ្យចេញពីខ្លួននិងសហរដ្ឋអាមេរិកដែលជាអ្នកនៅពីក្រោយខ្នងកោះតៃវ៉ាន់តាំងពីយូរលង់ណាស់មកហើយដូច្នេះខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលបណ្ដាលឲ្យប្រទេសចិននិងតៃវ៉ាន់កើនឡើងកម្ដៅមិនឈប់បែបនេះទី1កត្តាសង្គ្រាមបដិវត្តន៍មិនទាន់បញ្ចប់បើយើងមើលតាមប្រវត្តិសាស្ត្រតៃវ៉ាន់មិនត្រឹមតែធ្លាប់ជាខេត្តមួយរបស់ចិននោះទេក៏ប៉ុន្តែតៃវ៉ាន់គឺជាគណៈបកធ្លាប់បានកាន់អំណាចនៅប្រទេសចិនដីគោកតែក្រោយមកក៏បានក្លាយទៅជាគូសត្រូវដ៏ធំរបស់បកកុម្មុយនីសដែលដឹកនាំដោយលោកម៉ៅស៊ីតុងនៅក្នុងអំឡុងសង្គ្រាមស៊ីវិលចាប់តាំងពីឆ្នាំ1927ដល់ឆ្នាំ1949បកកុម្មុយនីសចិនបានទទួលជោគជ័យលើកងទ័ពឈៀងកៃជានឹងបានឡើងកាន់អំណាចនៅប្រទេសចិនចំណែករដ្ឋាភិបាលសាធារណរដ្ឋចិនរបស់ឈៀងកៃជាបានរត់គេចខ្លួនទៅបោះទីតាំងនៅកោះតៃវ៉ាន់ក៏ប៉ុន្តែនៅតែបន្តប្រកាសតាំងខ្លួនជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសចិនផងដែរទោះបីជាបកកុម្មុយនីសចិនបានកាន់កាប់អំណាចដ៏ពិតមែនក៏ប៉ុន្តែសង្គ្រាមស៊ីវិលនៅតែមិនទាន់បញ្ចប់ហើយនៅក្នុងឆាកអន្តរជាតិត្រូវមានចិនដល់ទៅ2គឺសាធារណរដ្ឋប្រជាមានិតចិននិងចិនដីគោកដែលដឹកនាំដោយលោកម៉ៅស៊ីតុងនិងសាធារណរដ្ឋចិននៅកោះតៃវ៉ាន់ដែលដឹកនាំដោយឈៀងកៃជាហើយភាគីទាំងពីរសុទ្ធតែប្រកាសខ្លួនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនទាំងមូលប៉ុន្តែជាក់ស្ដែងទោះបីជាបកកុម្មុយនីសចិនបានជោគជ័យនឹងកាន់អំណាចគ្រប់គ្រងដែនដីស្ទើរតែទាំងមូលក៏ដោយក៏ប៉ុន្តែសាធារណរដ្ឋចិនគឺបករបស់ឈៀងកៃជាគឺនៅតែទទួលបានការទទួលស្គាល់តាមផ្លូវការទូតដោយបណ្ដាប្រទេសភាគច្រើនហើយអាសនៈរបស់ចិននៅឯអង្គការសហប្រជាជាតិគឺស្ថិតនៅក្រោមការកាន់កាប់របស់តៃវ៉ាន់រហូតទាល់តែដល់ឆ្នាំ1971ទើបអាសនៈទាំងនេះត្រូវបានប្រគល់មកឲ្យសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយបកកុម្មុយនីសចិនវិញក្រោយការឡើងកាន់អំណាចរបស់គណៈបកកុម្មុយនីសចិននៅឆ្នាំ1949សហរដ្ឋអាមេរិកនៅតែបន្តទទួលស្គាល់សាធារណរដ្ឋចិនឬតៃវ៉ាន់ថារដ្ឋាភិបាលស្របច្បាប់របស់ចិនរហូតទាល់តែដល់ឆ្នាំ1979ទើបផ្លាស់ប្ដូរមកទទួលស្គាល់ចិនដីគោកវិញក៏ប៉ុន្តែនៅតែបន្តចេញមុខការពារតៃវ៉ាន់និងបំពាក់អាវុធឲ្យតៃវ៉ាន់រហូតមកទល់នឹងបច្ចុប្បន្ននេះដូច្នេះតាមប្រវត្តិសង្គ្រាមសបញ្ជាក់ឲ្យឃើញថាភាពតានតឹងរវាងភាគីទាំងពីរគឺជាការបន្សល់មកពីសង្គ្រាមស៊ីវិលរៀងមកដែលនៅមិនទាន់បានបញ្ចប់នៅឡើយនិងមិនទាន់អាចបង្រួបបង្រួមប្រទេសចិនទាំងមូលបានទេ2កត្តាភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះស្ថានភាពរវាងភាគីទាំងពីរបានប្រែប្រួលទៅជារបបនយោបាយថ្មីមួយទៀតទៅវិញទៅដោយសារតែដែនដីតៃវ៉ាន់បានពង្រីកខ្លួនឲ្យក្លាយទៅជាដែនដីមួយដែលមានសេដ្ឋកិច្ចរីកចម្រើនក្រោមការជួយជ្រោមជ្រែងនិងគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិកដែលជាដៃគូប្រជែងខាងភូមិសាស្ត្រនយោបាយនិងគូជំនួបពាណិជ្ជកម្មរបស់ចិនលើគ្រប់វិស័យជាក់ស្ដែងប៉ុន្មានអាទិត្យចុងក្រោយនេះគេសង្កេតឃើញភាពតានតឹងរវាងចិននិងដែនដីតៃវ៉ាន់បានឡើងកម្ដៅយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភពីប្រទេសជិតខាងក៏ដូចជាប្រទេសមួយចំនួនក្នុងតំបន់ដែលគិតថាវាអាចរីករាលដាលទៅជាការប្រជុំមុខដាក់គ្នាខាងយោធារវាងប្រទេសចិនដែលមិនឯកភាពឲ្យតៃវ៉ាន់ប្រកាសឯករាជ្យនិងអាមេរិកដែលជាអ្នកគាំទ្រឲ្យតៃវ៉ាន់ហើយសម្រាប់ហេតុផលតែហេតុអ្វីបានជាចិនមិនអាចបណ្ដាលឲ្យតៃវ៉ាន់ឯករាជ្យបានព្រោះថាវាអាចនឹងបង្កទៅជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់សន្តិសុខជាតិរបស់ប្រទេសចិនពីព្រោះថាតៃវ៉ាន់ជាសម្ព័ន្ធមិត្តចាស់របស់សហរដ្ឋអាមេរិកតៃវ៉ាន់អាចនឹងត្រូវក្លាយទៅជាទីតាំងសម្រាប់សហរដ្ឋអាមេរិកប្រើដើម្បីធ្វើជាមូលដ្ឋានទ័ពគំរាមកំហែងប្រទេសចិនហើយក៏នឹងអាចបង្កភាពងាយស្រួលក្នុងការលូកដៃរបស់អាមេរិកនៅក្នុងចំនួនដែនទឹកនៅសមុទ្រចិនខាងត្បូង3កត្តាចំនួននៅសមុទ្រចិនខាងត្បូងបញ្ហាចំនួននៅសមុទ្រចិនខាងត្បូងជាបញ្ហាចម្រូងចម្រាសដែលមិនទាន់មានដំណោះស្រាយនៅឡើយរវាងប្រទេសចិននិងប្រទេសវៀតណាមម៉ាឡេស៊ីហ្វីលីពីននិងព្រុយណេហើយក្នុងនោះដែនទឹករបស់តៃវ៉ាន់ក៏មានកោះមួយចំនួនស្ថិតក្នុងដែនជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរសូមបញ្ជាក់ថា
កោះតៃវ៉ាន់ទាមទារអធិបតេយ្យភាពលើតំបន់ប្រជុំកោះទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងហើយអះអាងថាខ្លួនជាម្ចាស់លើតំបន់ទឹកដីក្បែរនោះរួមមានប្រជុំកោះ Spratly ប្រជុំកោះ Paracel ប្រជុំកោះប្រតាសតំបន់ឆ្នេរ Marshall Field Bank និងកោះ Taiping ដែលត្រូវបានស្គាល់ថាជាប្រជុំកោះ Ituaba និងឈ្មោះផ្សេងៗទៀតដែលជាកោះធំជាងគេបង្អស់នៅក្នុងតំបន់ប្រជុំកោះ Spratly ជារួមមកវិញចំណុចទាំងអស់នេះសុទ្ធសឹងតែជាហេតុផលចម្បងដែលធ្វើឲ្យប្រទេសចិនតែងតែការពារដាច់ខាតនៅនយោបាយចិនតែមួយដែលកំណត់ថាតៃវ៉ាន់គឺជាខេត្តរបស់ខ្លួនហើយតែងតែប្រកាន់ជំហរយ៉ាងមុតមាំប្រឆាំងដាច់ខាតមិនអោយតៃវ៉ាន់ប្រកាសឯករាជ្យតាមការពិតកន្លងមកគេសង្កេតឃើញថារដ្ឋាភិបាលក្រុងប៉េកាំងហាក់ដូចជាមិនសូវផ្ដោតលើអធិភាពខ្លាំងលើការដណ្ដើមយកតៃវ៉ាន់មកគ្រប់គ្រងវិញនោះទេដោយសុខចិត្តទទូចឲ្យតៃវ៉ាន់ស្ថិតក្នុងស្ថានភាពធម្មតាបច្ចុប្បន្នគឺស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋអំណាចមួយដាច់ដោយឡែកពីចិនដោយគ្រាន់តែមិនប្រកាសឯករាជ្យផ្លូវការក៏ប៉ុន្តែចាប់តាំងពីក្រោយពេលដែលលោក Xi Jinping ឡើងកាន់អំណាចគេសង្កេតឃើញថាចិនបានបង្ហាញនៅជំហរតឹងរ៉ឹងជាងមុនដោយធ្លាប់បានប្រកាសថាជាសាធារណៈថាចំពោះតៃវ៉ាន់ចិននឹងរក្សានៅគ្រប់ជម្រើសទាំងអស់ក្នុងនោះក៏មានដែរការប្រើកម្លាំងទ័ពជារួមមកវិញផ្លូវដែលល្អបំផុតសម្រាប់តៃវ៉ាន់នោះគឺត្រូវតែសម្របសម្រួលខ្លួនជាមួយចិនខ្លះដើរដោយខ្លួនឯងខ្លះការដឹកនាំនៅតៃវ៉ាន់អាចដំណើរទៅល្អបានអាស្រ័យទៅលើមេដឹកនាំចេះប្រើយុទ្ធសាស្ត្រមិនប្រឆាំងចិនដាច់ខាតហើយក៏មិនគោរពតាមទាំងស្រុងធ្វើយ៉ាងណាឲ្យប្រជាជនតៃវ៉ាន់ទទួលយកបាននិងធ្វើឲ្យចិននៅស្ងប់ចិត្តកុំឲ្យគិតថាតៃវ៉ាន់ចង់ផ្ដាច់ខ្លួនជារដ្ឋឯករាជ្យទៀតប្រើវិធីសាស្ត្រការទូតប្រឆាំងចិនតៃវ៉ាន់ទំនងមិនអាចយកឈ្នះចិនបានទេព្រោះមានប្រទេសតិចតួចណាស់ដែលឈរខាងតៃវ៉ាន់ដូច្នេះបើយើងគិតពីកម្លាំងយោធាតៃវ៉ាន់ក៏មិនអាចយកឈ្នះចិនបានដែរត្បិតតៃវ៉ាន់មានអាវុធធុនធ្ងន់មានកម្លាំងយោធាក៏ប៉ុន្តែសម្លឹងមើលយោធាចិនវិញមានទំហំធំជាងតៃវ៉ាន់ឆ្ងាយណាស់ហើយនេះការចង់យកឈ្នះប្រទេសចិនក្លាយជាឯករាជ្យតៃវ៉ាន់មានក្តីសង្ឃឹមតិចបំផុតផ្ទុយទៅវិញនឹងធ្វើឲ្យតៃវ៉ាន់រងសម្ពាធកាន់តែខ្លាំងខ្ញុំតារាពី RT News TV